បាទសួស្តីបងប្អូនទាំងអស់គ្នាក៏ដូចជាមេដាបេដាសិស្សទាំងអស់ដែលកំពុងតែចង់ដំឡើងកម្មវិធីថ្នាលបឋមសម្រាប់កូនយកទៅប្រឡងក៏ដូចជារៀនផ្សេងនៅតាមសាលាបឋមសិក្សាអញ្ចឹងថានេះគឺខ្ញុំនឹងចែករំលែកអំពីរបៀបដំឡើងកម្មវិធីថ្នាលបឋមនៅលើទូរស័ព្ទដៃរបស់ពុកម៉ែបងប្អូនទាំងអស់គ្នាអញ្ចឹងដើម្បីដំឡើងកម្មវិធីថ្នាលបឋមនៅលើទូរស័ព្ទដៃបានដំបូងគឺពុកម៉ែបងប្អូនត្រូវតែបើកអ៊ីនធឺណិតទូរស័ព្ទដៃបាទបើកអ៊ីនធឺណិតបន្ទាប់មកគឺពុកម៉ែបងប្អូនជ្រើសរើសយកពាក្យមួយពាក្យថាជ្រោមបាទដែលមានរូបសញ្ញាដូចជាស្ករគ្រាប់មូលនេះដែលគេសេអក្សរ C H O O M E នេះបាទដោយអ្វីដែលខ្ញុំបានទាំងអស់នេះណាគឺមានអក្សរពណ៌បន្ទាប់មានរង្វង់មូលពណ៌លឿងក្រហមនិងបៃតងហ្នឹងចុចនៅលើនឹងមួយមកបាទនេះឃើញទេតែចឹងហើយគឺបងប្អូនទាំងអស់គ្នាត្រូវតែសរសេរអក្សរក៏ដាក់ថា PLP ចឹងដល់ពេលចូលដល់កន្លែងនេះគឺបងប្អូនទាំងអស់គ្នាក៏លេខមកមើលនៅលើបន្ទាត់ពណ៌រាងប្រផេះខាងលើគេនៅកណ្ដាលគេនេះបាទចុចលើនឹងមួយមកបាទហើយបងប្អូនទាំងអស់គ្នាសរសេរពាក្យថា PLP បាទ PLP អក្សរពេបាទអានអក្សរពេតែម្ដងចុះណា P ឬក៏អក្សរពេអក្សរ L បាទហើយនឹងអក្សរ P ឬក៏អក្សរពេទៀតបាទចុចតាមខ្ញុំចឹងមកឬហើយបងប្អូនឃើញហើយយើងចុចសញ្ញាបញ្ជូននៅខាងក្រោមគេនេះនៅក្បែរខាងស្ដាំដៃនេះគេដាក់ថា Go នេះចឹងយើងបញ្ជូនវាទៅបាទនោះវានឹងចេញផ្ទាំងរបៀបនេះមួយចឹងកាលណាចេញផ្ទាំងរបៀបនេះហើយបងប្អូនអរគ្នាចូលមកលើកន្លែងពាក្យដាក់ថាថ្នាលបឋមដែលមាន logo ពណ៌រាងលឿងពណ៌រាងពណ៌បៃតងហ្នឹងណាបាទចាំចុចនៅលើហ្នឹងមួយមកបាទដល់ពេលចុចនៅលើនេះមកវានឹងចេញផ្ទាំងរបៀបនេះបាទចាញ់ចុចផ្ទាំងរបៀបនេះគឺពុកម៉ែបងប្អូនត្រូវតែចូលទៅកន្លែងនៅខាងលើគេដាក់ថាចូលគណនីបាទឃើញដាក់ logo មួយអក្សរពណ៌រាងសនៅក្នុងបន្ទាត់ពណ៌ខៀវខាងលើគេនោះដាក់ថាគណនីអញ្ចឹងបងប្អូនចូលទាំងអស់កន្លែងហ្នឹងមកបាទអញ្ចឹងកន្លែងនេះគឺដំណើរឲ្យបងប្អូនទាំងអស់គ្នាហ្នឹង scan ឈ្មោះសិស្សចូលបាទតែថ្ងៃនេះយើងអត់ទាន់ scan ឈ្មោះសិស្សចូលទេគឺយើងដំឡើងកម្មវិធីហ្នឹងនៅលើទូរស័ព្ទដៃយើងសិនចឹងដើម្បីដំឡើងបានបាទដើម្បីដំឡើងបានបងប្អូនទាំងអស់គ្នាចុចនៅលើត្រេ3ខាងលើនៅពីខាងក្រោមសញ្ញាសេវាឬកន្លែងថ្មយើងហ្នឹងឃើញមានចុច3រាយមកលើមកហ្នឹងបងប្អូនចុចនៅលើកន្លែងហ្នឹងមកបាទចុចលើហ្នឹងមករួចហើយបងប្អូនអូចុះមកក្រោមបាទអូចុះមកក្រោមទាំងអស់បាទអូចុះមកក្រោមមកបងប្អូននឹងឃើញពាក្យមួយគេដាក់ថា add to home screen តែបើអត់ចេះអង់គ្លេសទេបងប្អូនអាចមើលសញ្ញាមួយនេះសញ្ញាមួយដែលមាននៅខាងលើទូរទស្សន៍ណាយើងអត់យកសញ្ញាទូរទស្សន៍ទេយើងយកសញ្ញាមួយដែលនៅខាងលើទូរទស្សន៍ដែលមានសញ្ញាព្រួញតូចមួយឬឲ្យឈ្មោះថាយើងខ្ញុំហៅកាត់ថាឲ្យនិយាយស្ដាប់គឺយើងយកបន្ទាត់ទី4ពីក្រោមគេមកយើងរាប់1 2 3 4បាទយកបន្ទាត់ទី4ខាងក្រោមគេមកចឹងខ្ញុំចុចលើហ្នឹងហើយបាទ add to home screen ចឹងដល់កន្លែងនេះវាចេញមកផ្ទាំងនេះទៀតចឹងចេញមកផ្ទាំងនេះទៀតពុកម៉ែបងប្អូនទាំងអស់គ្នាឃើញបន្ទាត់ខាងលើគេនោះដាក់ថា install បាទចឹងមាន2មានអា logo ដូចស្ករគ្រាប់ដូចមុខហ្នឹងគឺមាន2បងប្អូនយកឲ្យលើគេបាទយកឲ្យលើគេហ្នឹងមួយមកបាទវានឹងចេញផ្ទាំងរបៀបនេះទៀតចឹងដល់ពេលចេញផ្ទាំងរបៀបនេះហើយគឺបងប្អូនទាំងអស់គ្នាចុចយកពាក្យថា install បាទ install នៅខាងលើគេដែលមានអក្សរពណ៌សនៅក្នុងផ្ទៃពណ៌ខៀវខាងលើគេនេះចុចលើហ្នឹងមកបាទនោះវាកំពុង install ឲ្យយើងអញ្ចឹងវាកំពុងដើរហើយអញ្ចឹងយើងអាចត្រឡប់ថយក្រោយបានបាទយើងត្រឡប់ថយក្រោយទាំងអស់មកទៅហើយយើងទៅមើលនៅលើទូរស័ព្ទដៃយើងមើលថាតើកម្មវិធីហ្នឹងមកហើយឬនៅបាទនេះកម្មវិធីហ្នឹងឡើងមកហើយបងប្អូនឃើញទេនេះកម្មវិធីថ្នាលបឋមបាទចេញមកហើយបាទនេះគឺកម្មវិធីថ្នាលបឋមបងប្អូនឃើញណាបាទអញ្ចឹងរបៀបដំឡើងគឺមានតែប៉ុណ្្នឹងទេថ្ងៃនេះហើយវីដេអូបន្ទាប់ទៀតគឺខ្ញុំនឹងបង្ហាញប្រាប់ពីបងប្អូនអរគ្នាថាតើយើងត្រូវតែបញ្ចូលទិន្នន័យសាស្ត្រដោយរបៀបណាទើបអាចសិស្សហ្នឹងចូលទៅប្រឡងបានបាទនេះដល់ពេលយើង download រួចយើងបើកមកឃើញផ្ទាំងរបៀបនេះបានន័យថាយើងបានដំឡើងវារួចហើយអញ្ចឹងចំណុចបន្ទាប់ទៀតយើងនឹងជួបគ្នានៅរបៀបចូលទិន្នន័យសាស្ត្របាទ
ដើម្បីត្រូវប្រឡងជាមួយនឹងលោកគ្រូអ្នកគ្រូដែលរៀបចំឡើងដោយសាលារៀនvàគណៈគ្រប់គ្រងសាលារៀនចឹងបងប្អូននេះក៏មានតែប៉ុណ្្នេះទេយើងជួបគ្នានៅវីដេអូក្រោយទៀតបាទអរគុណច្រើន